សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបងឯងខ្ញុំនឹងធ្វើវីដេអូអំពីការតម្លៃសារពាក្យជាមួយនឹងប្រភេទសារពាក្យឈើហើយចំពោះឧបករណ៍នោះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាទូទៅអំពីឧបករណ៍របស់យើងមែនទី1គឺយើងប្រើប្រាស់ជាមួយនឹង motor មែនជាធម្មតានៅទីនេះខ្ញុំគាត់តែបង្ហាញជាទីហោថាវាតាម motor ថ្មប៉ុន្តែចំពោះការងារផ្ទាល់បងប្អូននឹងប្រើជាមួយនឹង motor ដើមភ្លើងទៅវាកំណត់ខ្លះតែទី2យើងមានឧបករណ៍ជំនួយមែនម៉ែនេះ support មែនជា support សម្រាប់កាត់ជាមួយនឹងវារបស់យើងដើម្បីងាយស្រួលនៅពេលដែលយើងចង់វាអូខេហើយឧបករណ៍សំខាន់នោះគឺជាពួក motor កាត់ពួក motor កាត់ដៃទេគេប្រើ motor កាត់ដៃគឺសម្រាប់ទី1កាត់បដូរសោតែបដូរសោរបស់យើងនោះវាអាស្រ័យទៅលើទំហំបាទមុខរបស់ទីរបស់យើងបើសិនជាមុខទីរបស់យើងវាតូចយើងកាត់អាបដូររបស់យើងនោះឲ្យវាតូចទៅតែគេថាបដូរដោយសារបដូរទីរបស់យើងជាដៃគេប្រើជាមួយនឹង motor កាត់ដៃអញ្ចឹងឥឡូវយើងនឹងមកធ្វើការប្រើប្រាស់ជាមួយនឹងឧបករណ៍របស់យើងថាឧបករណ៍របស់យើងហ្នឹងគេតម្លៃរបៀបម៉េចតាក់យើងទៅមើលទាំងអស់គ្នាអូខេអញ្ចឹងបន្ទាប់ពីយើងមុននឹងយើងធ្វើការចាប់ support យើងត្រូវការបោះជាមួយនឹងទ្វាររបស់យើងបាទសារទ្វាររបស់យើងហ្នឹងហើយជាមួយនឹងទ្វាររបស់យើងហ្នឹងបាទគេមានឧបករណ៍មួយសម្រាប់បោះកន្លែងនេះអញ្ចឹងកន្លែងនេះយើងត្រូវរកកន្លែងចំណុចឬក៏ពាក់កណ្ដាលមួយណាដែលយើងត្រូវចាប់ចោះហ្នឹងអញ្ចឹងវិធីងាយៗទី1យើងប្រើឧបករណ៍គេឲ្យទី2យើងប្រើគេហៅ setting របស់យើងដូចជានេះជាដើមនេះជា body lock ចឹង body lock របស់វាគឺ setting របស់វាងាយស្រួលមែនតើយើងគាត់ដាក់ចេះដាក់មកតែយើងចោះពីព្រោះពេលយើងចោះដាក់ទៅយើងចោះដាក់តែសុកតានេះចូលទេចឹងពេលយើងចាប់ពេលយើងគាត់ដាក់ហ្នឹងមកដល់មកយើងគូសយើងគូសមកហើយបន្តមកតែចឹងកន្លែងនេះគឺយើងយកតែប៉ុណ្្នឹងទេហើយដល់មកយើងហៅមកទឹកកណ្ដាលរបស់វាចឹងចំពោះទឹកកណ្ដាលហ្នឹងគឺយើង setting របស់ខ្លួនឯងទៅព្រោះឲ្យកាត់ទី2ទៅហើយបន្តមកយើងគូសតែប៉ុណ្ណឹងតែចឹងវាជាការសាក់បាទហើយកន្លែងនេះគឺជា support បាទបន្ទាប់ពីយើងធ្វើការចាក់ជាមួយនឹង support ជាមួយនឹងពេលរបស់យើងហើយបាទយើងមកមើល check អីខ្លះបាទដំបូងយើងមក check ជាមួយនឹង mark របស់យើងតែយើងត្រូវចាប់បាទ mark របស់យើងធ្វើការmark នេះហ្នឹងតែត body lock នេះហ្នឹងយើងធ្វើការខួងយកផ្លាច់ហ្នឹងត្រឹមតែ mark ខាងលើនិង mark ខាងក្រោមទេអញ្ចឹងយើងធ្វើការតម្រន់ឲ្យយើងចាប់ផ្ដើមតម្រន់មួយយ៉ាងប្រដាប់ខួងរបស់យើងនេះបាទអញ្ចឹងយើងមកតម្រន់ប្រដាប់ខួងមកហើយតមកអាពីខាងលើនេះគឺជា lockនេះពេលយើងអុកខាងលើចុះក្រោមទៅបើពេលអុកខាងលើវាថតដែរហើយខាងក្រោមក៏យើងមានដែរខាងក្រោមយើងមាន fix មួយដែរអញ្ចឹងដល់ពេលយើងអុកចុះក្រោមក៏វាស៊ីអត់ដាច់ចុះក្រោមដែរបាទដល់ឥឡូវយើងមកធ្វើការជាមួយនឹងការខួនទាំងអស់គ្នាបាទជាមួយនឹង motor បាទ motor របស់បងប្អូនហ្នឹងគឺថា motor ថាដល់ភ្លើងណាបាទសបចូលនេះមកហើយធ្វើការខួនបាទអូខេអញ្ចឹងយើងមក set មួយជម្រៅបាទអញ្ចឹងជម្រៅយើងមាននេះជាជម្រៅបាទអញ្ចឹងជម្រៅគឺយើង set ខាងនេះបាទយើង check មើលតែមកយើងពោះមកខាងនេះមកនេះហើយតែមកយើងមូលបាទអញ្ចឹងយើងមូលតាមហ្នឹងមកជាការស្នាប់អូខេអញ្ចឹងឥឡូវយើងចាប់តាមនេះអញ្ចឹងកន្លែងនេះកន្លែងយើងកាមបាទយើងកាមហើយអានេះទៅមុខទៅក្រោយបាទអញ្ចឹងដល់ពេលយើងនេះមកយើងមូលហើយយើងដាក់មុខក្រោយបាទអូខេតទៅពីយើងចោះរូនេះហើយយើងត្រូវការចោះជាមួយនឹងរូទីជាងបាទសម្រាប់ដាក់ពួកនេះជាដើមហើយនឹងរូខ្សែនៅក្នុងនេះផងដែរគេមានអង្គដាក់ហើយនេះគេដាក់ពេញរបស់យើងបាទហើយដល់មកបាទយើងដាក់ហើយនេះគេដាក់របស់យើងឡើងនេះបាទអញ្ចឹងចំពោះទំហំរបស់យើងបាទប្រវែងនេះវាមានទំហំ2ទៅ4ប៉ុណ្ណាអញ្ចឹងពេលយើងធ្វើអីបាទយកមកកន្លែងនេះយើងវាស់ហ្នឹងគឺយើងយកកន្លែង80នេះយកកន្លែង80បាទយកកន្លែង80យកមកដាក់អាចំនេះអាលើគេផងនេះបាទហើយដល់មកយើងដាក់ចំនេះមកអូខេបាទហើយបន្តមកនេះគេមានម៉ាកបាទអញ្ចឹងយើងយកម៉ាករបស់យើងគូសមកបាទអូខេគូសហើយកូសកន្លែងនេះដែរមកកន្លែងដែលយើងប្រើប្រាស់ហ្នឹងគូសកណ្ដាលទៅហើយបន្តមកយើងចាប់តាមឆក់ហៅបាទអូខេអញ្ចឹងនេះជាវិធីទី1នៅវិធីទី2គេមានវិធីមួយទៀតគឺយើងប្រើនេះយើងប្រើហ្នឹងហ្មងគឺយើងដាក់ចំហ្នឹងដូចគ្នាបាទហូបប៉ុណ្ណឹងដូចគ្នាបាទដាក់លើហ្នឹងតែម្ដងបាទហើយបន្តមកយើងយកម៉ាកគូសដូចចឹងហ្មងបាទម៉ាកគូសទៅដាក់ចង់ខាងហ្នឹងអាហ្នឹងជាវិធីបែបងាយៗជាងគាត់ធ្វើបាទអូខេអញ្ចឹងកន្លែងនេះគឺជាឧបករណ៍សម្រាប់ខួងឈើបាទដូចនេះបាទសម្រាប់ខួងជាមួយនឹងឈើយើងចាប់ណាអូខេអញ្ចឹងអំបញ្ញនេះគឺយើងបានគូសហើយម៉ាកខែអស់ហើយអញ្ចឹងយើងមើលថាកន្លែងណាដែលយើងត្រូវខួងខ្លះអញ្ចឹងវាអាស្រ័យទៅលើបើសិនជា DL 50វាខួងទាំងអស់បើសិនជា DL 05វាខួងតែកន្លែងមួយចំនួននេះអញ្ចឹងសម្រាប់បងប្អូនដែលត្រូវមើលត្រូវអីបងអាចសួរខ្ញុំបានចាក់ខាងម៉ាក3ឥឡូវយើងធ្វើការខួងទាំងអស់គ្នាបាទអូខេបាទកន្លែងនេះគឺយើងចាក់ខួងទៅហើយយើងខួងណាបាទគឺឥឡូវយើងធ្វើការខួងជាមួយនឹងរុនហើយអស់ហើយឥឡូវយើងធ្វើការកោកចូលបាទអូខេអញ្ចឹ
tránh chụp cô rốn đi bạn phổ trâu đó bạn còn đang chụp qua lại nhờ đi nhưng mà con đã phổ trâu này tí chống là mấy tôi bán đi dương thử nè và một con một cái bạn chuối cái miền này đặt sơ rồi cái máy dương ca đặt sơ nữa này đấy đặt đấy gì đi đấy em sâu trâu của đó cái tao mới dùng này cái tới này trâu cái cả sạc này